ថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋយ៉ាងច្រើនបានអញ្ជើញស្រង់ព្រះនិងបន់ស្រន់សុំសេចក្តីសុខចម្រើននាល្ងាចថ្ងៃឡើងស័កត្រូវនឹងថ្ងៃទី16ខែមេសាឆ្នាំ2026ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរស្ថិតក្រោមវត្តមានឯកឧត្តមអរាប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវអង្គសុជាតាខុយរីដាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តព្រមទាំងឯកឧត្តមលោកជំទាវលោកស្រីក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តស្រុកក្រុងថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានបានអញ្ជើញក្នុងពិធីស្រង់ព្រះដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំមមីអត្តសពុទ្ធសករាជ2570ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅប៊ូជនីយដ្ឋានទេពអង្គញាឃ្លាំងមឿងនិងជំទាវខណ្ឌខៀវដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ស័ក្តិសិទ្ធិស្ថិតក្នុងភូមិកំពែងស្វាយឃុំស្នាមព្រះស្រុកបាកានដោយបាននិមន្តព្រះសង្ឃចំនួន9អង្គដើម្បីចម្រើនព្រះបរិត្តនិងស្រោចសគុណវេរីស្រង់ព្រះទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាការលាងជម្រះនៅរឿងឧបទ្រពចង្រៃទាំងឡាយក្នុងឆ្នាំចាស់និងទទួលយកនៅសិរីសួស្តីជ័យមង្គលក្នុងឆ្នាំថ្មីក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តមអភិបាលខេត្តនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំទាំងអស់បានតាំងចិត្តអធិដ្ឋានបន់ស្រន់ដល់បារមីនៃប៊ូជនីយដ្ឋានប្រវត្តិសាស្ត្រទេពអង្គញាឃ្លាំងមឿងនិងជំទាវខណ្ឌខៀវដែលជាវីរបុរសស្នេហាជាតិដ៏មានមហិទ្ធិឫទ្ធិព្រមទាំងទេវតាឆ្នាំថ្មីព្រះនាមរាក្សាទេវីបុត្រីទី3នៃកបិលមហាព្រហ្មសូមជួយប្រោះព្រំនៅសពសាធុការពរសូមឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលជួបតែសេចក្តីសុខសុភមង្គលនិងជៀសផុតពីគ្រោះថ្នាក់ទាំងពួងជាមួយគ្នានោះសូមបារមីដល់ស័ក្តិសិទ្ធិជួយថែរក្សាការពារកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនឲ្យមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាដើម្បីទប់ស្កាត់រាល់ការឈ្លានពានពីសត្រូវនិងរក្សានៅឯករាជ្យអធិបតេយ្យជាតិឲ្យបានគង់វង្សតរៀងទៅមិនតែប៉ុណ្ណោះទេប៉ុន្តែគឺជាស្មារតីសាមគ្គីភាពការរំលឹកដល់គុណូបការៈបុព្វបុរសនិងការបន្តថែរក្សាអត្តសញ្ញាណជាតិខ្មែរឲ្យកាន់តែរឹងមាំជានិរន្តរ៍ក្រោមម្លប់នៃសន្តិភាពពាក់ព័ន្ធទៅនឹងការស្រង់ព្រះនេះបើតាមជំនឿរបស់ប្រជាពលរដ្ឋការដង្ហែព្រះពុទ្ធរូបបដិមាយកមកគង់លើបុស្បុកសម្រាប់ធ្វើពិធីស្រង់និងស្រោចសគុណវេរីដែលតែងតែធ្វើឡើងនៅតាមទីវត្តអារាមតាមផ្ទះនិងតាមភូមិឋានរៀងៗខ្លួនគណៈពិធីនេះត្រូវបានចាត់ទុកថាគឺជាការជំរះនៅបាបកម្មទាំងឡាយកាលពីឆ្នាំចាស់និងទទួលយកមកវិញនៅពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មីឲ្យនាំមកនៅសេចក្តីសុខសេចក្តីចម្រើនត្រជាក់ត្រជុំនៅក្នុងក្រុមគ្រួសារសង្គមជាតិទាំងមូលពិសេសសូមឲ្យសេចក្តីសុខដល់វរៈកងទ័ពនិងវរៈនគរបាលជួរមុខដែលកំពុងតែការពារបូរណភាពទឹកដីជាទូទៅពុទ្ធបរិស័ទដែលឲ្យធ្វើបុណ្យនិងស្រង់ព្រះនៅទីវត្តអារាមហើយនោះពេលត្រឡប់ទៅលំនៅឋានវិញក៏អាចធ្វើពិធីស្រង់ព្រះជូនដល់ព្រះរស់ឪពុកម្ដាយចាស់ព្រឹទ្ធាចារ្យព្រោះថាក្នុងមួយឆ្នាំពុទ្ធបរិស័ទភាគច្រើនមានឱកាសជួបជុំក្រុមគ្រួសារបានតែម្ដងឬពីរដងតែប៉ុណ្ណោះដោយសារមមាញឹកក្នុងការបំពេញការងារនិងប្រកបមុខរបរចិញ្ចឹមជីវិតសូមបញ្ជាក់ថានៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តសពុទ្ធសករាជ2570គ្រិស្តសករាជ2026ក្នុងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី14 15 16ខែមេសាឆ្នាំ2026ឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តក៏បានចូលរួមសហការពីស្ថាប័នរដ្ឋនិងវិស័យឯកជនបានរៀបចំព្រឹត្តិការណ៍សំខាន់ដោយមានកម្មវិធីបង្ហាញទស្សនីយភាពតាមបែបល្បែងប្រជាប្រិយនិងការសម្ដែងសិល្បៈរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តជាច្រើនទម្រង់គឺនៅទីតាំងសួន14មករានិងនៅលើបរិយាវប្បធម៌កោះសំពៅមាសសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនានិងដើរកម្សាន្តដោយសេចក្តីសុខគូផ្សំទៅនឹងបង្កើនរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់នៅគ្រប់គោលដៅបានយ៉ាងល្អពីសំណាក់កងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរដែនដី